ឆ្លងឆ្នាំខាងមុខអត់ដឹងទៅណាអាចសាកធ្វើស៊ុបត្រីក្រហមមួយមុខនេះញ៉ាំជុំគ្រួសារបានណាបងប្អូនហើយសម្រាប់ស៊ុបត្រីក្រហមនេះដែរមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេណាថែមទាំងងាយស្រួលក្នុងការធ្វើថែមទៀតជាពិសេសគឺទឹកស៊ុបនឹងតែម្ដងញ៉ាំទៅនិយាយពីថាជាតិឆ្ងាញ់ខ្លាំងមែនតែនហើយសម្រាប់ទឹកស៊ុបនេះដែរបើនិយាយពីរឿងរបៀបធ្វើវិញណាងាយស្រួលធ្វើខ្លាំងមែនតែនជាពិសេសអត់ត្រូវការឆ្អឹងស៊ុបរងាស់អញញ៉ៃអីទេណាបងប្អូនតែបើនិយាយពីរឿងរសជាតិវិញណានាងខ្ញុំធានាថាបើបងប្អូនបានធ្វើញ៉ាំហើយដឹងតែជាប់ចិត្តហើយណាសម្រាប់ការធ្វើស៊ុបត្រីក្រហមនេះដែរយើងចំណាយពេលត្រឹមតែ20នាទីអីគឺយើងអាចញ៉ាំស៊ុបនឹងក្តៅៗជុំគ្រួសារបានហើយណាតើឥឡូវដើម្បីកុំឲ្យរងចាំយូរចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំបានយកខ្ទឹមសទៅដាក់រំលីងឲ្យឡើងក្លិនឈ្ងុយហើយសម្រាប់ខ្ទឹមនេះដែរនាងខ្ញុំបានដួសទុកពាក់កណ្ដាលដើម្បីទុកដាក់ពីលើស៊ុបរបស់យើងបន្ទាប់មកនាងខ្ញុំបានដាក់ម្ទេសក្រហមយកមកដាក់រំលីងឲ្យឡើងពណ៌ក្រហមជាមុនសិនមើលតែថាម្ទេសរបស់យើងនឹងឡើងពណ៌ក្រហមល្អហើយនាងខ្ញុំបានដាក់រំដេងគល់ក្រៃស្លឹកក្រូចសើចជាមួយនឹងខ្ទឹមក្រហមយកមកដាក់រំលីងជាមួយគ្នាយើងឆាចុះឆាឡើងមើលតែថាគ្រឿងទាំងអស់ហ្នឹងជះក្លិនឈ្ងុយល្អហើយទើបនាងខ្ញុំចាក់ទឹកដូងចូលចំពោះដូងនាងខ្ញុំប្រើ2ផ្លែនិយាយទៅសម្រាប់ការធ្វើទឹកស៊ុបមិនបាច់ចាំដាក់ឆ្អឹងស៊ុបរងាស់ញ៉ៃអីទេបងប្អូនប្រើតែទឹកដូងនិយាយពីថារសជាតិឆ្ងាញ់ដូចយើងរងាស់ឆ្អឹងស៊ុបអញ្ចឹងបងប្អូនចំណែកឯគ្រឿងផ្សំរសជាតិនាងខ្ញុំប្រើម្សៅស៊ុប1ស្លាបព្រាកាហ្វេកន្លះប៊ីចេង1ស្លាបព្រាកាហ្វេកន្លះអំបិល1ស្លាបព្រាកាហ្វេហើយនឹងទឹកត្រី1ស្លាបព្រាបាយចំណែកឯស្ករនាងខ្ញុំអត់បានដាក់ឯណាបងប្អូនដោយសារដូងរបស់យើងនឹងមានជាតិផ្អែមស្រាប់ហើយមើលតែថាទឹកស៊ុបរបស់យើងនឹងដាក់គ្រឿងក្រូចជាមួយនឹងគ្រឿងផ្សំត្រូវចិត្តអស់ហើយនាងខ្ញុំបានស្រង់រំដេងគល់ក្រៃជាមួយនឹងស្លឹកក្រូចសើចហើយនឹងខ្ទឹមក្រហមចេញទាំងអស់អញ្ចឹងមកណាដើម្បីឲ្យទឹកស៊ុបរបស់យើងនឹងនៅពេលដែលយើងដាក់បន្លែទៅងាយស្រួលក្នុងការញ៉ាំចុងក្រោយនាងខ្ញុំបានដាក់ត្រីក្រហមរួចរំងាស់ទុក15នាទីដើម្បីឲ្យត្រីរបស់យើងនឹងបានឆ្អិនល្អហើយសម្រាប់ស៊ុបត្រីក្រហមនេះដែរពេលដែលយើងញ៉ាំសំយើងដាក់បន្លែចូលយើងញ៉ាំក្តៅៗអញ្ចឹងទើបមានរសជាតិឆ្ងាញ់ណាបងប្អូនហើយសម្រាប់បន្លែបងប្អូនដាក់តាមការចូលចិត្តចុងក្រោយកុំភ្លេចឲ្យសបន្ថែមទឹកដោះគោស្រស់ជាមួយនឹងខ្ទឹមបំពងអញ្ចឹងមកណាដើម្បីឲ្យស៊ុបរបស់យើងនឹងរឹតតែមានរសជាតិឆ្ងាញ់ហើយចំណែកឯក្លិនវិញក៏ឈ្ងុយខ្លាំងដែរចាឥឡូវការបង្ហាញពីរបៀបធ្វើស៊ុបត្រីក្រហមរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនចង់ដឹងថារសជាតិបែបណាអាចសាកធ្វើញ៉ាំបានណានាងខ្ញុំធានាថារសជាតិនឹងបើបងប្អូនបានធ្វើញ៉ាំហើយដឹងតែជក់មាត់ហើយណាជាពិសេសគឺរសជាតិទឹកស៊ុបនឹងតែម្ដងបងប្អូនអើយនិយាយពីថាពេលដែលយើងញ៉ាំទៅរសជាតិឆ្ងាញ់ខ្លាំងមែនតែនហើយបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណា